ស្ដែងជាមួយនឹងរបបឆ្កែបាទបជានេះណាជាបានហើយរបបមួយចំនួនចិត្តគាត់អាចជាបានបាទរបបឆ្កែនេះបងប្អូននេះយាមយប់ចាវាមាន first recognition ណាបងបាទមើលតែឃើញអ្នកចូលមកមិនមែនសមាជិកផ្ទះគឺវា alert ឲ្យយើងដឹងហើយចាហើយនៅការវិជាសាលាគួរនាំគ្នាមកមើលប៉ុន្តែយ៉ាងណាគឺបងប្អូនដែលជាសិស្សនិស្សិតទាំងអស់គ្នាមកវិជា robot នោះចេះវិជាទេហើយសុបាយទេបាទសុបាយនៅក្នុងការវិជា robot ទេបាទទាំងអស់គ្នានេះគឺជា robot សត្វឆ្កែបាទដែលផលិតដោយ AI Farm ហើយនៅទីនេះគឺមាន robot ច្រើនហើយក៏មាន drone ទៀតបាទហើយមានប្រព័ន្ធគ្រប់គ្រងកសិដ្ឋានចកាបាទប្រព័ន្ធស្រោចស្រពអូយទំនើបមែនតើបាទហើយ AI Farm នឹងចូលរួមពិព័រណ៍បច្ចេកវិទ្យានិងយានយន្តរបស់ចាបខៀវនៅថ្ងៃទី7ទី8ខែមិថុនានៅផ្សារទំនើបជីមុងបាទអញ្ចឹងទេនៅថ្ងៃហ្នឹងយើងនឹងបង្ហាញអីខ្លះទៅដល់បងប្អូនដែលនឹងមកចូលរួមពិព័រណ៍ចានៅថ្ងៃពិព័រណ៍យើងនឹងដាក់តាំងបង្ហាញនៅផលិតផលទាំងអស់របស់ក្រុមហ៊ុន AI Farm ហើយក្នុងនោះមានដូចជា drone ចាផលិតផលដែលយើងប្រើទៅលើវិស័យកសិកម្មហើយនឹង drone ឆ្កែហើយយើងនឹងមានការតាមបង្ហាញនៅលើឆាកតដែរទៅការនិយាយពីចែកជាផ្សេងៗផងដែរបាទចាតើពួកគាត់អាចតេស្តបានទេបានចាជាក់ស្ដែងពេលហ្នឹងយើងបងប្អូនដែលគាត់ចូលមកស្តង់របស់ AI Farm គាត់អាចតេស្តជាក់ស្ដែងជាមួយនឹងរបបឆ្កែបាទបជានេះណាជាបានហើយរបបមួយចំនួនចិត្តគាត់អាចជាបានបាទរបបឆ្កែនេះបងប្អូនអាចបជាយ៉ាងម៉េចខ្លះបជាឲ្យវាធ្វើអីខ្លះឲ្យវាដើរទៅមុខដើរថយក្រោយលើកជើងផ្អៀងផ្អងអីបាននិយាយទៅនឹងគាត់នឹងសុបាយទៅពេលដែលគាត់បជារបបហ្នឹងគាត់មានអារម្មណ៍វាថាអូខេអានេះជារបស់ដែលយើងខ្មែរយើងធ្វើបានចា៎អញ្ចឹងតើ robot ដែល AI Farm កំពុងផលិតនេះវាមានសមត្ថភាពវាប៉ុន្មានបែបណាសមត្ថភាពវាអាចទី1គឺមានកាមេរ៉ា record ដែលអាចយើងដាក់ចូលឲ្យវារត់ចូលព្រៃបាន record data ផ្សេងទី2យើងអាចបើថាប្រើនៅក្នុងផ្ទះអាចយាមផ្ទះឲ្យយើងបានទៀតចាម្ចាស់ដេកលក់ទៅអានេះយាមយប់ចាវាមាន first recognition ណាបងបាទមើលតែឃើញអ្នកចូលមកមិនមែនសមាជិកផ្ទះគឺវា alert ឲ្យយើងដឹងហើយចាហើយនៅការវិជា movement ផ្សេងបាទចាបាទលយមែនទែនបាទហើយសម្រាប់បងប្អូនដែលជាម្ចាស់សាលាអីអាចទិញអានេះយកទៅឲ្យកូនសិស្សរៀនបានអូបាទនេះគឺចំបច្ចេកវិទ្យា robot និង STEM គឺចំជំនាញចំចំណុចរបស់វាតែម្ដងបាទអញ្ចឹងទេម្ចាស់សាលាគួរនាំគ្នាមកមើលប៉ុន្តែយ៉ាងណាគឺបងប្អូនដែលជាសិស្សនិស្សិតទាំងអស់គ្នាមកវិជា robot នោះចេះវិជាទេហើយសុបាយទេបាទសុបាយនៅក្នុងការវិជា robot ទេគឺអាចមកចូលរួមបាទលេងមកប្រើនៅអ្វីដែលជាបច្ចេកវិទ្យារបស់ AI Farm តលតែម្ដងបាទនៅថ្ងៃទី7ទី8ខែមិថុនានៅផ្សារទំនើបជីមុង Mega Mall 2.1 បាទអញ្ចឹងកុំភ្លេចមកចូលរួមទាំងអស់គ្នាបាទអរគុណច្រើនអរគុណបងអរគុណត្រៀមខ្លួនហើយឬនៅសៀវភៅចំនួន 3000 ក្បាលនឹងចែកជូនដោយឥតគិតថ្លៃនៅក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្តថ្ងៃទី7-8 ខែមិថុនាឆ្នាំ2025នៅក្នុងផ្សារទំនើបជីមុង271 Mega Mall ខាងមុខនេះសម្រាប់អ្នកដែលចូលរួមនៅក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្តនឹងទទួលបានសៀវភៅ69គំនិតរកលុយតាមអនឡាញដោយឥតគិតថ្លៃចូលរួមដោយសេរីយកសៀវភៅ free ទស្សនាវេទិកា Tech Show free និងទិញគ្រឿងអេឡិចត្រូនិកបញ្ចុះតម្លៃអស់ស្ទះ